នៅក្នុងប្រទេសថៃគឺកំពុងតែមានគ្រោះធម្មជាតិដែលកំពុងកើតឡើងបណ្ដាលឲ្យមានការបាក់ដីនិងទឹកជំនន់បាទតាមកាសែតខៅសុតបានធ្វើការចុះផ្សាយថាភ្លៀងធ្លាក់ខ្លាំងបង្កដោយព្យុះទីហ្វុងបានបោកបក់នៅលើកោះភូកេតពេញមួយយប់ដល់ព្រឹកថ្ងៃទី22ខែតុលាបានបង្កឲ្យមានការបាក់ដីភ្នំនិងបង្គោលភ្លើងរួមទាំងដើមឈើដួលរលំបិទផ្លូវទៀតផងចំពោះគ្រោះធម្មជាតិនេះបានធ្វើឲ្យមានផលប៉ះពាល់ទៅដល់ស្រុកចំនួន3ដែលក្នុងនោះគឺមានក្រុងភូកេត ថាឡាងហើយនិងកាទូដែលតំបន់ទាំង3នោះគឺត្រូវរងទទួលនៅទឹកជំនន់ជាច្រើនដែលកំពុងតែរងចាំនៅការបង្ហូរចេញហើយផ្លូវមួយចំនួនត្រូវបានលិចដោយទឹកជំនន់កម្រិតខ្ពស់ដែលរារាំងយានយន្តតូចធំមិនអាចឆ្លងកាត់បានមិនតែប៉ុណ្ណោះវាក៏មានការបាក់រលំដើមឈើសង្កត់នៅលើផ្លូវដែលរារាំងទៅដល់ដំណើរការនៃយានយន្តផងដែរ